គ្រប់សូមជម្រាបសួរបងប្អូនណាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទសាជាថ្មីម្ដងទៀតគឺវិលមកជួបបងប្អូនសាជាថ្មីម្ដងទៀតនេះគឺបានយកចំណេះដឹងមួយមកចែកម្លែកដល់បងប្អូនផងដែរហើយចំណេះដឹងនេះទៀតសោតគឺតាក់ទងនឹងធ្វើបតុងឡាផ្សាយផ្ទាល់នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ឬក៏នៅក្នុងកីឡាបាល់ទាត់បាទអីគេភាគច្រើនគឺគេដាក់បតុងឡាយផ្ទាល់ហ្មងណាអញ្ចឹងបតុងឡាយផ្ទាល់នេះបងប្អូនខ្ញុំធ្វើពីម្សិលមិញខ្ញុំបើកឲ្យបងប្អូនមើលគឺគេធ្វើអញ្ចឹងណាបងប្អូនណាគេធ្វើបតុងឡាយផ្ទាល់ហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនណាបងប្អូនចូលមកដោនកម្មវិធីមកបងប្អូនណាអញ្ចឹងកម្មវិធីសម្រាប់យើងធ្វើហ្នឹងវាមាន2កម្មវិធីទី1កម្មវិធី Picture Lab ទី2កម្មវិធីMotion Ninja បងប្អូនណាគឺសម្រាប់យើងធ្វើអញ្ចឹងសម្រាប់បងប្អូនដៃថ្មីដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ខ្ញុំបាទមួយផងបងប្អូនណាដើម្បីនឹងមានកម្លាំងចិត្តធ្វើវីដេអូចែកជូនបងប្អូនលើកក្រោយទៀតបងប្អូនអញ្ចឹងយើងចូលមកកម្មវិធី Picture Lab យើងមកបន្តមកខ្ញុំលុបវាសិនបងប្អូនណាខ្ញុំលុបវាសិនហើយបន្តមកទៀតយើងធ្វើបតុង live ផ្ទាល់សិនបងប្អូនណាយើងដាក់មកយើងដាក់ថាផ្សាយផ្ទាល់ផ្សាយផ្ទាល់បន្ទាប់មកបងប្អូនដាក់សញ្ញាអូទៀននេះក៏បានដែរបងប្អូនណាដាក់អូទៀនទៀតដាក់សញ្ញាអូទៀនអញ្ចឹងហើយបន្ទាប់មកយើងថិចវាមកយើងអូខេវាមកបន្តអសេម្ដងទៀតបងប្អូនណាបន្តមកទៀតបងប្អូនសរសេរពាក្យថាផ្សាយផ្ទាល់បន្តមកបងប្អូនដាក់អូទៀនមួយមកហើយបន្តមកចុចអូខេហើយបន្តមកទៀតបងប្អូនចុចអក្សរ A បងប្អូនត្រូវទៅដាក់ខ្សែបងប្អូនណាខ្សែខ្ញុំដាក់90បងប្អូនណា90ហើយបន្តមកទៀតយើងថិចវាមកហើយបន្តមកទៀតបងប្អូនដាក់font បងប្អូនណាអញ្ចឹងបងប្អូនចង់ដាក់font ពណ៌ដាក់ font អីគេបងប្អូនអាចដោនបានបងប្អូនណាដោននៅក្នុងGoogle យើងនេះបងប្អូនណាអញ្ចឹងខ្ញុំដាក់នេះចុះបងប្អូនណាហើយយើងថិចវាបន្តមកទៀតបងប្អូនលេងបងប្អូនទៅដាក់ stroke សិនបងប្អូនណាចូលទៅ stroke មកបងប្អូនដាក់ពណ៌អីគេថាពណ៌ខ្មៅបន្តមក stroke នេះបងប្អូនដាក់10% 11%ទៅបងប្អូនណាបន្តមកយើងថិចវារួចមកហើយបងប្អូនត្រូវដាក់ពណ៌ background វាបងប្អូនណាអញ្ចឹងដាក់ពណ៌ background បងប្អូនចុចនេះចុចអា color នេះមកបងប្អូនចូលសញ្ញានេះបងប្អូនសញ្ញា4ជ្រុង2ជាប់គ្នាហ្នឹងបន្តមកបងប្អូនដាក់ពណ៌វានេះយកលើគេហ្នឹងអត់យកក្រោមទេបងប្អូនណាដាក់ពណ៌ background វាអញ្ចឹងវាលោតមកឲ្យបងប្អូនណាថិចហើយបន្តមកទៀតយើងចូល A បងប្អូនណាដើម្បីទៅដាក់អក្សរហ្នឹងឲ្យវានៅចំកណ្ដាលបងប្អូនណាបើមិននៅចំកណ្ដាលវាអត់អាចនេះបានទេដើរបានទេបងប្អូនណាវាដើរទៅវាអៀងបងប្អូនចុចអាកណ្ដាលគេហ្នឹងមកហើយចុចអាក្រោមមួយទៀតមកគឺវានៅចំកណ្ដាលហើយបន្ទាប់មកយើង save image ហើយបន្តមក save to gallery តាមហ្នឹងសិនទៅបងប្អូនណាហើយបន្តមកទៀតគឺបងប្អូនចុចលើវា2ដងដើម្បីទៅដាក់ live បតុង live បងប្អូនណាតោះមកដាក់ live មកដាក់ live បន្ទាប់មកយើងថិចអូខេមកហើយបន្ទាប់មកយើងចុចចំកណ្ដាលមកបងប្អូនណាចុចឲ្យលើនេះហើយអាក្រោមទៀតមកប៉ុណ្ណឹងបានហើយបងប្អូនរួចរាល់ហើយបន្តមកទៀតបងប្អូនចង់ដូរ font បងប្អូនណាបងប្អូនលេង font វានេះហើយយើងចុចអូខេមកបងប្អូនណាអញ្ចឹងតែប៉ុណ្្នឹងហើយបងប្អូនត្រូវដាក់វាម្ដងទៀតតែនេះវារៀងអៀងបងប្អូនណានេះហើយបន្តមកយើងថិចវាមកហើយបន្តមកយើងចុច save as picture តមក save to gallery ប៉ុណ្ណឹងហើយបងប្អូនត្រូវបិទវាបងប្អូនណាបិទវា
បងប្អូនត្រូវចូលphoto picture យើងដើម្បីទៅកែរូបវាម្ដងទៀតចូលមក album មកបន្ទាប់មកយើងចុចប៊ូតុង like អញ្ចឹងចុចប៊ូតុង like បងប្អូនចុចពាក្យថា edit បងប្អូនណាចុច edit បន្ទាប់មកបងប្អូនយកពាក្យថាគ្រប់អញ្ចឹងបងប្អូនត្រូវ refresh វានេះដាក់ក្បាលវានេះចុះក្រោមបងប្អូនណាចុះក្រោមអញ្ចឹងបានវាលោតត្រូវបើមិនអញ្ចឹងទេវាអត់លោតទេបងប្អូនណាវាខុសអញ្ចឹងយើងចុច tick វាមកហើយចុច save ហើយបន្តមកទៀតយើងត្រូវទៅយកទៅលេងកម្មវិធីមួយទៀតដើម្បីទៅដាក់កម្មវិធីមួយទៀតបងប្អូនណាបងប្អូនចូល Motion Ninja មកហើយបន្ទាប់យើងចុច yes មកបងប្អូនណាចុច yes មកឥឡូវវាកំពុងតែដើរបន្ទាប់មកទៀតបងប្អូនយកឥឡូវខ្ញុំលុបចេញសិនបងប្អូនណាអានេះគឺខ្ញុំធ្វើពីម្សិលតោះមកយើងយកពាក្យថា new project តោះមកយក4ជ្រុងនេះ 1.1 បងប្អូនយកទំហំរបស់វាចុច create បន្ទាប់មកទៀតបងប្អូនត្រូវសេរីវាមកឆ្វេងអស់មកបងប្អូនយកពាក្យថាសាបយកអា4ជ្រុងនេះបន្ទាប់មកយើង tick វាមកtick ហើយបងប្អូនយក color ដាក់ color វាបងប្អូនណាចាំបាច់ណាត្រូវដាក់ពណ៌នេះពណ៌ខៀវបងប្អូនណាឬក៏ពណ៌បៃតងនេះបន្ទាប់មកបងប្អូន bake វាវិញមកអញ្ចឹងbackground យើងវាដើរបានតិចពេកបងប្អូនណាបងប្អូនចុចវាមកនេះដាក់ត្រឹម10មកចុចវាអញ្ចឹងហើយដាក់ត្រឹម10វិនាទីមកឥឡូវវាដល់12ទេបងណាទាញវាមកវិញមកដាក់ត្រឹម10បងប្អូនណាប៉ុណ្ណឹងបានបងប្អូនណាបន្តមកទៀតបងប្អូនត្រូវដាក់សាបវាមួយបើបន្តមកទៀតបងប្អូនទាញវាមកនេះទាញអាទំហំវានេះឲ្យវាបានប៉ិន background នឹងមកហើយបន្តមកទៀតបងប្អូន bake បងប្អូនយកពាក្យសាបមួយទៀតនេះយកនេះម្ដងបងប្អូនណាបតង់ឡាយគឺគេយកនេះអាក្រោមគេហ្នឹងបន្តមកបងប្អូនទាញវានេះអាចជ្រុងវាហ្នឹងកុំឲ្យវារាងមូលពេកឲ្យរាងប៉ុណ្ណឹងបានដែរប៉ុណ្ណឹងហើយបន្តមកទៀតបងប្អូនពង្រោមវាមកចុចពង្រោមវាបើបតង់ឡាយវាអត់ធំទេវាតូចទេបងប្អូនយកប៉ុណ្ណឹងមកហើយបន្តមកបងប្អូន tick ហើយបងប្អូនចុចវានេះមកវិញ bake មកវិញមកដើម្បីទាញវាធ្វើម៉េចឲ្យវាស្មើជាមួយនឹងអា background ពណ៌បៃតងយើងបងប្អូនប៉ុណ្ណឹងហើយបន្តមកទៀតបងប្អូនត្រូវយកពាក្យថា edit បងប្អូនយកពាក្យថា 3D វិញម្ដង 3D ហើយបន្តមកបងប្អូនដាក់កម្រាស់វាបងប្អូននេះកម្រាស់ thickness ហ្នឹងបងប្អូន50ហ្នឹងបងប្អូនដាក់ត្រឹម10បានហើយបងប្អូនណាដាក់ត្រឹម10មកបាទហើយXY នេះបងប្អូនណា XY ហ្នឹងY insert សុំអធិស្ឋាន Y ហ្នឹងបងប្អូនដាក់0មកហើយ X ហ្នឹងកុំអានលេងវាបងប្អូនណាយើងទុកវាក្រោយដាក់0មកហើយ insert យើងដាក់0ណាឥឡូវវាមក0ណាបងប្អូនណាអញ្ចឹងបងប្អូនត្រូវ tick វាមកហើយបន្ទាប់មកទៀតយើងត្រូវទៅចូល 3D ម្ដងទៀតបងប្អូនត្រូវ add picture មកបងប្អូនណាអញ្ចឹងយើង add picture មកឥឡូវនេះខ្ញុំដាក់ front ហ្នឹងខ្ញុំយកពាក្យថាខ្សែផ្ទាល់បងប្អូនណា front វាមកហើយបន្ទាប់មកយើងចុចលើអា 1.1 បន្ទាប់មកយើង tick វាមកអញ្ចឹងវាមកទាំងអស់បងប្អូនណាសម្រាប់ខ្សែផ្ទាល់អញ្ចឹងយើងចុច back វាមួយទៀតមក back ហើយយក replace យើងទៅដាក់ line ម្ដងអា line អក្សរបច្រាស់មិញបងប្អូននេះអញ្ចឹងយើង tick វាមកបន្តមកទៀត less គឺអារង្វាន់ខាងជ្រុងរបស់វាបងប្អូនដាក់ពណ៌មកបងប្អូនចុច replace ហើយពណ៌អីក៏បានដែរបងប្អូនឲ្យតែមានពណ៌បងប្អូនដាក់មកពណ៌មាសពណ៌អីហ្នឹងបន្តមកយើង tick វាហើយអានេះស្ដាំរាយហ្នឹងស្ដាំអញ្ចឹងចុច replace ដើម្បីដាក់ពណ៌ហ្នឹងទៀតមកបងណាទៀតមកយើងដាក់មកអាប់អាហ្នឹងឡើងជ្រុងខាងលើអញ្ចឹងបង tick វាមកអានេះ down ខាងក្រោម
trùng hàng cảo chân nhưng cho mùi thịt máu trắng về bàn ở hai bóng bốn á về bàn ở hái bàn tỏ mới dừng play về play máu về ở miền đá ở miền ấy đấy bóng bốn á ở lời ní bóng bốn trời châu edit bóng bốn nó chọi lơ rụp về nâng hái bóng bốn cho biệt thà edit tỏ máu vô 3D hay bóng bốn trời linh x về bóng bốn á x nè chọi x máu trắng bóng bốn chọi cà rô về mùi tiết nè chọi x hay chọi cà rô tần nâng bóng bốn trời đã về mà này đã nè đã sồn bóng nó ấy chứng sồn hai bàn to mà tiết bóng bốn tiền về màu chuê nhỏ màu bóng bốn chọi cà rô về mùi tiết bóng bốn đã nè đã ít nắng cứ đã bay rồi học bóng bốn á bay rồi học với bàn mà chùm đã bay rồi học máu hỏi dừng thịt về khinh việt đá đấy bóng bốn nó khinh việt đá anh đang kia hơi chăng này bóng bốn đấy anh đang dừng khâm nhom dừng khâm thà bóng bốn ai thưa bàn bóng bốn này bóng bốn mơ mùi tới mơ mùi bóng bốn đang ai thưa bàn hay nơi bật trong lại chỉ sẽ nơi tam video nơi tam bỏ miền ịp xem nhá bóng kia thì chẳng cái thơ lại chẳng bóng bốn đấy cái thơ lại chẳng trong video nó cứ miền tập bản năng tới bóng bốn nó hay xôm ọt quân lần xôm chấm riệp lìa